រឿងហ្នឹងខ្ញុំសូមនិយាយប៉ុណ្ណឹងហើយខ្ញុំសូមនិយាយរឿងប្អូនផុនយុទ្ធបន្តិចចូលនិយាយឲ្យប្អូនផុនយុទ្ធគឺជនពិការម្នាក់ពីកំណើតនៅតកែវដែលសមត្ថកិច្ចចាប់នឹងពីរ3ដងហើយណាហើយត្រូវបានក្រមប្រឆាំងនេះគេយកទៅធ្វើអាជីវកម្មផ្សាយព្រមព្រៀតទេពួកគាត់មិនជួយបង្រៀនប្អូនផុនយុទ្ធនេះឲ្យស្គាល់អ្វីទៅជាច្បាប់អ្វីទៅជាសិទ្ធិមិនចេញមតិគាត់អត់បញ្យល់ទេគាត់អត់ប្រាប់ទេប្អូននេះគាត់អត់មានចំណេះដឹងទេរៀនសូត្រអត់បានខ្ពស់ទេគ្នាពិការគ្នាបានទៅរៀនទេគ្នាចេះនិយាយភាសាខ្មែរបាទតែដោយសារតែផ្នត់គំនិតនៃការមានទស្សនៈផ្ទុយជាមួយប្រទេសជាតិគាត់ជឿតាមការញុះញង់របស់ពួកប្រឆាំងគឺមួយថ្ងៃគាត់ប្រើបណ្ដាញសង្គម Facebook ជេរប្រមាថថ្នាក់ដឹកនាំណាបំភ្លើសបំភ្លីភូតកុហកគ្រប់បែបយ៉ាងនៅប្រទេសអាមេរិកនៅប្រទេសបារាំងណាជេរទៅប្រធានាធិបតីគេវាយខ្នោះភ្លាមបាទនៅប្រទេសអាមេរិកនៅប្រទេសបារាំងជេរគេវាយខ្នោះភ្លាមជេរថ្នាក់ដឹកនាំគេវាយខ្នោះភ្លាមណាអ្នកដែលនៅអាមេរិកអ្នកនៅបារាំងដឹងហើយអ្នកនៅអឺរ៉ុបដឹងហើយគ្មានប្រទេសណាមួយអនុញ្ញាតឲ្យប្រជាជនឬឲ្យអ្នកនេះនោះមកជេរប្រមាថដាក់នាំតាមអំពើចិត្តទេហើយគ្មានប្រទេសណាមួយបើកសិទ្ធឲ្យប្រជាជននិយាយប៉ាតណាប៉ាតណីគ្មានមូលដ្ឋានទេស្អីទៅនិយាយពាក្យពិតនឹងពិតត្រង់ណាមានស្អីជាសំអាងមានផុសតាងអីខ្លះបាទគ្រាន់តែនិយាយជេរថ្នាក់ដឹកនាំនាំគ្នាលើកតម្កើងជាវរៈបរោះជាអ្នកស្នេហាជាតិហើយចុះតាហ៊ានដែលយកជីវិតទៅបដូរនៅព្រំដែននេះអត់មានតម្លៃស្មើនឹងជនពិការពីកំណើតដែលងប់ងុលវង្វេងវង្វាន់តាមការចាក់រុករបស់ពួកប្រឆាំងនឹងទេណាគេធ្វើអីដោយពួកខ្ញុំរាល់ថ្ងៃមកនៅព្រំដែនឃ្លាតប្រពន្ធឃ្លាតកូនស៊ីអត់ស៊ីឃ្លានណាវេទនាគ្រប់បែបយ៉ាងជាមួយកងទ័ពជាមួយកងកម្លាំងនគរបាលពួកយើងអត់ស្នេហាជាតិទេស្នេហាជាតិតែពួកអធិបាញ់ដែលនាំគ្នានៅតែក្នុងផ្ទះហើយនាំគ្នាស្រែកជេររដ្ឋាភិបាលហ្នឹងពួកឯងស្នេហាជាតិតើពួកឯងធ្វើអីដើម្បីជាតិខ្លះអញ្ចឹងការលើកតម្កើងប្អូនជនពិការហ្នឹងស្អីឈ្មោះឲ្យផុនយុទ្ធទេជាវរៈបរោះជាហ្នឹងវរៈបរោះស្អីធ្វើស្អីខ្លះដើម្បីប្រយោជន៍ជាតិអត់មានអីក្រៅតែពីប្រើ Facebook ជេរណាជេរប្រមាថណាជេរប្រមាថញុះញង់លៀបពណ៌គ្រប់បែបយ៉ាងនោះមិនមែនជាសិទ្ធិសេរីភាពនៃការបញ្ចេញមតិទេបាទសូមបងប្អូនជនរួមជាតិយើងទោះបីមិនស្រឡាញ់ខ្ញុំស្អប់ខ្ញុំក៏ដោយនៅបកណាក៏ដោយតែខ្ញុំបង្រៀនឲ្យបងប្អូនយល់អំពីច្បាប់ជេរប្រមាថអ្នកដទៃមិនមែនជាសិទ្ធិសេរីភាពនៃការបញ្ចេញមតិទេការនិយាយបរិហាគេការនិយាយញុះញង់មិនមែនជាសិទ្ធិនៃការបញ្ចេញមតិទេគឺជាអំពើល្មើសច្បាប់ដែលច្បាប់ត្រូវមានវិធានការណាអញ្ចឹងមិនខ្ញុំតែងតែបញ្យល់ថាយើងនៅក្នុងប្រទេសយើងត្រូវគោរពច្បាប់របស់ប្រទេសហើយបើជឿតាមពួកអានៅខាងក្រៅពួកខាងក្រៅខ្លះអត់ចេះអីទេអាខ្លះធ្វើខ្ញុំគេទេបាទអាខ្លះធ្វើខ្ញុំគេទេមូលហេតុតែធ្វើខ្ញុំគេនឹងដោយសារនៅក្នុងស្រុកខ្ជិលរៀនបាទខ្ជិលរៀនណាម៉ែឪលក់គោលក់ក្របីលក់ស្រែលក់ចំការសោកគេយកទៅឲ្យធ្វើកម្មករធ្វើអីនៅក្នុងបានតែធ្វើបានប្រាក់ខែតិចតួចចាប់ដើមតាំងខ្លួនជាអ្នកដឹកនាំប្រទេសជាអ្នកស្នេហាជាតិអង្គុយតែជេរប្រមាថថ្នាក់ដឹកនាំជេរប្រមាថតែប្រទេសឯងតាមបណ្ដាញសង្គមហើយលើកតម្កើងខ្លួនឯងថាជាវរៈបរោះហើយយកមកពួកឯងជាវរៈបរោះហើយចុះទៅហ៊ាននៅតាមព្រំដែនតែយកជីវិតទៅបដូរនេះនៅតាមព្រំដែនឥឡូវនេះអត់មានតម្លៃស្មើនឹងពួកអាថោកទាបពួកអាក្បត់ជាតិឯងទេគេកំពុងតែការពារប្រទេសយកជីវិតទៅបដូរនេះជាមួយនឹងសត្រូវឈ្លានពាននេះគេអត់មានតម្លៃស្មើនឹងពួកអាថោកទាបឯងមួយថ្ងៃអង្គុយតែជេររដ្ឋាភិបាលទេឬយ៉ាងម៉េចចេះជេររដ្ឋាភិបាលលើកតម្កើងជាវរៈបរោះហើយចុះតែហ៊ានដែលយកជីវិតទៅបដូររហូតដល់ស្លាប់រហូតដល់របួសរហូតដល់ពិការនោះបន្សល់ទុកនៅកុមារកំព្រាស្ត្រីមេម៉ាយនោះជាស្អីវិញគឺដូចមិនពួកអាថោកទាបពួកឯងលើកតម្កើងតែអញ្ចឹងបានមនុស្សចេះតែជាប់គុកណាហើយជេរគេបានគេចិញ្ចឹមមួយខែ2-300ហ្នឹងអាខ្វិនហ្នឹងសុំទោសនិយាយឲ្យអស់មិនចង់មើងងាយវាទេប៉ុន្តែអានោះអស់កែហ្មងយើងថា
មនុស្សមានសម្ពាធបនខុសគ្នាដោយសារតែជាតិមុនយើងខ្វះបនទើបយើងកើតមកមិនគ្រប់លក្ខណៈសម្បត្តិដូចគេឯងអញ្ចឹងបើសិនជាជាតិមុនយើងកើតមកជាតិនេះវាមិនមានលក្ខណៈសម្បត្តិដូចគេឯងយើងគួរតែប្រឹងធ្វើបនធ្វើទានដើម្បីផ្សងទៅជាតិក្រោយឲ្យកើតមកជាតិមនុស្សពេញលក្ខណៈនឹងគេកុំឲ្យកើតមកខ្វិនខ្វងពិការស្អីអញ្ចឹងណាឥឡូវអារូបរាងអាក្រក់ពិការអាក្រក់ហើយអាក្រក់តាំងកំណត់អាក្រក់តាំងគួរក្បាលទៀតហើយគ្រាន់តែចេះជេរប៉ុណ្ណឹងនាំគ្នាលើកតម្កើងជាវិរៈបរោះហើយចុះពួកគេនៅព្រំដែនកំពុងតែឈរណាច្រើនទ្រុំជាមួយសត្រូវឈ្លានពាននេះតើពួកគេជាស្អីហ៎បងប្អូនកាត់យកទៅយកសម្លេងខ្ញុំទៅណាគ្រាន់តែមាន Facebook មួយអង្គុយជេរថ្នាក់ដឹកនាំអង្គុយជេរប្រទេសជាតិខ្លួនឯងខ្លាយជាវិរៈបរោះហើយចុះគេអ្នកដែលគេកំពុងច្បាំងដើម្បីការពារជាតិរាល់ថ្ងៃនេះតើគេជាស្អីណាឈប់បានឈប់ទៅអាយុទ្ធសាស្ត្ររុញសក្លោចូលឡាននេះមានតែពួកភ្លើទេដែលតាំងខ្លួនជាសក្លោឲ្យគេរុញរហូតដល់ចូលគុកឡើយចាប់ទៅអញ្ចឹងខ្ញុំចង់ឲ្យអាកែប្រែថាច្បាប់ណាដែលអាចមានគុកយូរជាងហ្នឹងអាចជាប់1ឆ្នាំ2ឆ្នាំចេញមកវិញប្រហើនធ្វើទៀតដាក់អាយុទៀតមើល10ឆ្នាំ20ឆ្នាំមើលបាទពួកយើងយកច្បាប់គ្រប់គ្រងប្រទេសបាទឲ្យគេលើកតម្កើងណាទៅដល់ពួកអាសាត់អស់នោះវាចេះស្អីមួយថ្ងៃអង្គុយជេរប្រមាថប្រទេសជាតិខ្លួនឯងយកជនពិការយកមកធ្វើអាជីវកម្មដើម្បីបម្រើនយោបាយសមនឹងគាត់អត់មានចំណេះដឹងទៀតគាត់ខ្វិនគាត់ទៅណាមិនរួចទៅសាលាមិនរួចទៅអីទៅរៀនមិនបានអីមិនបានគាត់ចេះតែនិយាយនោះហើយគាត់មានទៅនិយាយការពិតណាមកគាត់មានសមត្ថភាពណាទៅប្រមូលផុសតាងទៅប្រមូលអីគាត់តែនិយាយតាមគេយកអារម្មណ៍តែគាត់ស្អប់ប្រទេសខ្លួនឯងអារម្មណ៍ស្អប់អ្នកដឹកនាំយកមកជេរហើយយើងនាំទៅលើកតម្កើងពួកអបឆាំងទៅលើកតម្កើងមិនខ្ញុំអត់ខ្វល់ទេប៉ុន្តែខ្ញុំត្រូវបញ្យលប្រាប់ប្រជាជនយើងហើយក៏ចង់ឆ្លើយតបទៅពួកអាក្បត់ជាតិដែលវាយកមនុស្សខ្វិនធ្វើអាជីវកម្មបាទគ្រាន់តែប៉ុណ្្នឹងវានាំគ្នារៃលុយគ្នាធ្វើអ្នកមានបាត់ហើយអាខ្លះបាទអញ្ចឹងត្រឡប់មកវិញពាក់ព័ន្ធនឹងរឿងជនពិការម្នាក់ហ្នឹងខ្វិនហ្នឹងសូមគុំតែស្គរព្រោះនេះជាការអនុវត្តច្បាប់របស់ប្រទេសមួយគេមិនអាចឲ្យអ្នកណាមកជេរនាយករដ្ឋមន្ត្រីជេរស្ដេចជេរប្រទេសខ្លួនឯងតាមអំពើចិត្តទេអាមេរិកបារាំងក៏ចាប់ដែរឆែកមើលច្បាប់នៅប្រទេសគេទៅបាទគេថាពិការខ្លួនបានហើយកុំឲ្យពិការខួរក្បាលណាបាទតែយើងពិការខួរក្បាលហ្នឹងយើងទៅធ្វើអីកើតបាទអញ្ចឹងរឿងហ្នឹងខ្ញុំសូមនិយាយប៉ុណ្ណឹងឥឡូវនេះខ្ញុំចូលដល់រឿង